ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហើយនៅចុងក្រោយមានព័ត៌មានសង្ខេបខ្លីៗខ្លះផងដែរព័ត៌មានទី1នេះគឺអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបានសម្ដែងនៅការគាំទ្ររបស់លោកចំពោះវិធានការក្នុងការកសាងសន្តិភាពនិងទំនុកចិត្តរវាងប្រទេសកម្ពុជានិងប្រទេសថៃក៏ដូចជាគាំទ្រទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាលំពួរផងដែរហើយព័ត៌មានទី2នេះគឺខាងអាជ្ញាធរមានកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយតបជាមួយនឹងការលើកឡើងរបស់ខាងភាគីថៃពាក់ព័ន្ធជាមួយនឹងការចាប់ប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីដោយខាងភាគីកម្ពុជាបានបដិសេធនិងបានចោទជាសំណួរចំពោះភស្តុតាងដែលខាងភាគីថៃបានបង្ហាញជាពិសេសទៅលើរូបភាពតាមទូរស័ព្ទហើយព័ត៌មានទី3នេះគឺជាការអះអាងបញ្ជាក់ឡើងវិញរបស់មេដឹកនាំកម្ពុជាថាកម្ពុជាខិតខំប្រឹងប្រែងធ្វើយ៉ាងណាដោះស្រាយបញ្ហាព្រំដែននេះដោយមិនរំលោភទៅលើអធិបតេយ្យភាពរបស់ប្រទេសជិតខាងនោះឡើយហើយកម្ពុជាក៏មិនចង់បានដីអ្នកជិតខាងឡើយគឺចង់បានទៅតាមតែអ្វីដែលបានបន្សល់ទុកតាមផ្លូវច្បាប់អន្តរជាតិតែប៉ុណ្ណោះហើយនឹងព័ត៌មានទី4គឺលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងលោក Xi Jinping នៃប្រទេសចិនមានគម្រោងនឹងជួបគ្នាដោយលោក Trump នឹងអញ្ជើញទៅប្រទេសចិននៅខែមេសាខាងមុខនេះហើយក្នុងពេលនេះដែរគឺមេដឹកនាំទាំងពីរបានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញដោយផ្ដោតទៅលើបញ្ហាជាច្រើនក្នុងនោះមានបញ្ហាអ៊ុយក្រែននិងបញ្ហាដែនកោះនិងបញ្ហាជប៉ុននិងកោះតៃវ៉ាន់ហើយនៅព័ត៌មានទី5នេះគឺបច្ចុប្បន្នភាពសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនឥឡូវនេះគឺខាងរុស្ស៊ីនៅតែបង្កើនការវាយប្រហារលើកនេះគឺសម្ដៅទៅលើទីក្រុងគៀវតែម្ដងដែលបណ្ដាលឲ្យមនុស្សយ៉ាងស្លាប់យ៉ាងហោចណាស់ចំនួន6នាក់និងរបួសជាច្រើនក្នុងខណៈពេលនោះដែរគឺប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្វាស្វែងរកពេលវេលាដើម្បីចង់ជួបជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងខែនេះគឺប្រហែលថ្ងៃខាងមុខនេះទៀតក៏ប៉ុន្តែមិនទាន់ដឹងថាតើអាចនឹងជួបបានឬមិនបានពាក់ព័ន្ធជាមួយនឹងផែនការថ្មីដែលមន្ត្រីសហរដ្ឋអាមេរិកហើយនិងមន្ត្រីរបស់អ៊ុយក្រែនបានពិភាក្សាគ្នាហើយមានការយោគយល់និងឯកភាពគ្នាជាច្រើនហើយព័ត៌មានចុងក្រោយខ្លីៗនោះគឺតាក់ទងជាមួយនឹងស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃគឺនៅថ្ងៃនេះខាងគណៈរដ្ឋមន្ត្រីរបស់ថៃសម្រេចដាក់ទីខេត្តសង្ខឡាទាំងមូលនៅក្នុងស្ថានភាពគ្រាអាសន្នទូទាំងខេត្តតែម្ដងហើយប្រិមិត្តអាចឃើញរូបភាពនេះគឺប្រជាពលរដ្ឋសុខចិត្តតោងខ្សែភ្លើងដើម្បីគេចពីគ្រោះថ្នាក់ហើយទន្ទឹមនឹងហ្នឹងគឺមានទឹកលិចដោយជាន់ទី1កន្លែងខ្លះបែរជាមានអគ្គិភ័យរូបភាពខ្លះគឺបង្ហាញនៅការលិចទៅដល់កំពូលដំបូលអគារតែម្ដងបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺពាក់ព័ន្ធជាមួយនឹងសេចក្តីថ្លែងការណ៍របស់អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគឺលោកវិធិតមុនថាបននៅថ្ងៃទី24ខែវិច្ឆិកាលោកបានចេញសេចក្តីថ្លែងការណ៍មួយបាទក៏ខ្ញុំសូមបកប្រែទូទៅជូនប្រិយមិត្តគឺលោកវិធិតមុនថាបនដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានោះគឺបានសម្ដែងនៅការគាំទ្រជាបន្តបន្ទាប់របស់លោកចំពោះវិធានការសន្តិភាពនិងកសាងទំនុកចិត្តរវាងកម្ពុជានិងថៃលោកមុនថាបនបានមានប្រសាសន៍ថាវិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងស្ពានរវាងប្រទេសនានាសមនឹងទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិបាទពីយើងលោកប្រាប់ថាពីយើងហើយលោកបានបន្ថែមថាជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតាមព្រំដែនគួរតែត្រូវបានជួយស្របតាមស្តង់ដារសិទ្ធិមនុស្សហើយលោកក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងជូបាញ់ដែលបានសម្រេចដោយភាគីពាក់ព័ន្ធក្នុងខែកក្កដា
ឆ្នាំ2025គឺស្វាគមន៍កិច្ចព្រមព្រៀងតាំងពីខែកក្កដានោះហើយលោកក៏បានមានប្រសាសន៍ថាការអនុវត្តកិច្ចព្រមព្រៀងនោះប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើឧត្តមគតិរួមការសន្ទនានិងការអនុវត្តមនុស្សធម៌គឺមានសារៈសំខាន់ខ្លាំងណាស់ហើយក៏ទៅអមដោយការបន្ធូរបន្ថយនៅភាពតានតឹងនិងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិហើយអ្នកជំនាញរូបនេះក៏បានអំពាវនាវឲ្យមានវិធានការដើម្បីទប់ស្កាត់ព័ត៌មានមិនពិតនិងព័ត៌មានคล้ายៗឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានលោកក៏បានកត់សម្គាល់ពីវត្តមានរបស់ការិយាល័យឧត្តមសង្ការសិទ្ធិមនុស្សនិងទីភ្នាក់ងារផ្សេងទៀតដែលអាចផ្ដល់ជំនួយផងដែរបាទលោកមុនថាបនបានសម្ដែងការគាំទ្រចំពោះសេចក្តីប្រកាសរួមរវាងកម្ពុជានិងថៃនៅទីក្រុងកូឡាឡាំពួរក្នុងខែតុលាឆ្នាំ2025លោកគាំទ្រផងដែរដោយបញ្ជាក់ពីបទជុំបាញ់ពីមុននិងធ្វើការបដិញ្ញាចិត្តទៅលើបញ្ហាជាច្រើនរួមទាំងច្បាប់មនុស្សធម៌អន្តរជាតិដែលការពារជនស៊ីវិលនិងអ្នកទោសសង្គ្រាមអ្នករាយការណ៍ពិសេសក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិមនុស្សសន្តិភាពលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាហើយលោកបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់លោកក្នុងការផ្ដល់ជំនួយបាទនេះគឺជាសេចក្តីថ្លែងការណ៍ដែលចេញមកពីទីក្រុងហ្សឺណែវរបស់ប្រទេសស្វីសដែលជាទីស្នាក់ការធំរបស់ឧត្តមសង្ការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅលើពិភពលោកអញ្ចឹងគឺខ្ញុំសូមបន្ថែមការសង្កេតរបស់ខ្ញុំតិចឃើញបាទអញ្ចឹងខ្ញុំសម្រាប់ខ្ញុំដោយផ្ទាល់តែម្ដងភាសាអង់គ្លេសគេថា too little too late ណា slang មួយណាអ្នករៀនអង់គ្លេស too little too late មានន័យថាតិចតួចពេកហើយយឺតពេកហើយបានន័យថាសឹងតែគ្មានតម្លៃអ្វីទាំងអស់ក្នុងការនិយាយឬក៏ធ្វើអ្វីអត់មានអីកែប្រែទេ too little too late គឺគាត់គួរតែចេញយូរហើយណាគួរតែចេញយូរហើយគឺភាសាបែបនេះទោះបីជាគាត់ខំប្រឹងយោងទៅលើអ្នកជំនួយមនុស្សធម៌អង្គការសហប្រជាជាតិទីភ្នាក់ងារអង្គការសហប្រជាជាតិក៏វាខុសគ្នាដែរមិនមែនមានន័យថាអ្នកនោះជួយគាត់និយោ credit ពីគេហ្នឹងថាខ្លួនឯងបានចូលរួមចំណែកដែរមិនទេបាទគាត់តែចេញសេចក្តីថ្លែងការណ៍របៀបហ្នឹងគួរតែចេញឲ្យយូរហើយបានមុននឹងយូរហើយណាមិនរងចាំយូរពេកចឹងហើយជាពិសេសរងចាំយូរហ្នឹងរហូតតតែខាងភាគីកម្ពុជាគាត់ធ្វើប្រតិកម្មទៀតបាទទីមួយគឺខាងលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជាលោកបានរិះគន់ហើយថែមទាំងខាងតំណាងអចិន្ត្រៃយ៍របស់កម្ពុជានៅហ្សឺណែវនោះក៏បានទៅជួបជាមួយមេធំតែម្ដងដើម្បីនិយាយអំពីបញ្ហាហ្នឹងបាទពាក់ព័ន្ធជាមួយហើយចំណុចដែលខ្វះខាតខ្ញុំឃើញប្រិមិត្តគាត់ធ្វើអត្ថាធិប្បាយនៅក្នុងពេលដែលខ្ញុំបង្ហោះ Facebook ហ្នឹងគឺតាក់ទងជាមួយនឹងយុទ្ធជនទាំង18នាក់ហ្នឹងគាត់គ្រាន់តែនិយាយបន្តិចបាទគឺ prisoner of war អញ្ចឹងទៅបាទនិយាយបន្តិចចឹងអត់មានទាមទារឲ្យដោះលែងអីបានឆាប់អីអត់មាននិយាយបែបហ្នឹងមកបាទគ្រាន់តែស្រាលណាអញ្ចឹងបាន too little too late ទៀតមកពិបាកដែរអញ្ចឹងនិយាយដោយត្រង់ខ្ញុំមានការសោកស្ដាយដែរដោយប្រើឋានៈជាអតីតបុគ្គលិកអង្គការសហប្រជាជាតិម្នាក់ខ្ញុំមានការសោកស្ដាយដែលស្ថាប័នអង្គការសហប្រជាជាតិមួយធ្វើការបែបនេះយឺតយ៉ាវមែនតើខ្ញុំអាចចែករំលែកពីបទពិសោធន៍របស់ខ្ញុំបានគឺនៅពេលដែលជួបរឿងអញ្ចឹងពេលដែលជួបរឿងធំបែបនេះខ្ញុំលើកឧទាហរណ៍នៅរឿងព្រះវិហារបាទពេលរឿងព្រះវិហារគឺពេលហ្នឹងខ្ញុំនៅក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅឡើយទេបាទប្រិមិត្តខ្លះថ្មីប្រហែលជាមិនបានដឹងទេគឺពេលដែលមានការផ្ទុះបានភ្លាមហ្នឹងខាងកម្ពុជាគាត់ជំរាបជូនអង្គទូតតំណាងអង្គការអន្តរជាតិបាទដំបូងអង្គទូតទេនៅក្រសួងការបរទេសទាំងយប់ហើយជាអង្គការសហប្រជាជាតិមួយពេលហ្នឹងគឺមិនដឹងដោយចូលលើហេតុផលអីខាងអង្គការសហប្រជាជាតិអត់មានអ្នកណាគេអញ្ជើញសោះបាទពេលហ្នឹងខ្ញុំតែម្ដងគាត់ឲ្យខ្ញុំបន្លំទៅដើម្បីស្ដាប់តាមស្ថានភាពហ្នឹងខ្ញុំទៅដល់ក្រសួងការបរទេសមានតែម្នាក់មានតែម្នាក់នៅក្រសួងការបរទេសមានម្នាក់ដែលស្គាល់គឺលោកអិនសផលហ្នឹងបាទបណ្ឌិតអិនសផលហ្នឹងមិត្តភក្តិគាត់នៅកន្លែងហ្នឹងគាត់គិតថាមកទៅអីដែរអត់អញ្ជើញផងមកដែរខ្ញុំថាមកលេងគាត់ដឹងបាទក្រោយពីហ្នឹងអ្នកកសែតដែលធ្លាប់ធ្វើកសែតដូចគ្នាគាត់ដឹងបាទរហូតដល់មានអ្នកកសែត
កាសែតបាយ័នទូបាយ័នថែមទាំងនឹងទូមួយចំនួនផងដែរថែមទាំងរាយការណ៍ថាមានតំណាងអង្គការសហជីវជាតិបានទៅចូលតាមដានបាទរហូតដល់ផ្អើលនៅបរិយាថាណាអង្គការសហជីវជាតិបាទគឺយើងទៅតាមដានសភាពការភ្លាមតែម្ដងហើយពេលហ្នឹងក៏មានការប្រជុំខ្ញុំនិយាយរឿងដែលធ្លាប់និយាយទៅមុនចុះគឺក៏យើងមានការប្រជុំដើម្បីថាតើតាមដានយ៉ាងម៉េចអីយ៉ាងម៉េចហើយមេខ្ញុំពេលហ្នឹងគាត់រាយការណ៍មកកូពីលោកបានគីមុនបាទភ្លាមតែម្ដងដើម្បីឲ្យបានដឹងអំពីបញ្ហាហ្នឹងបាទហើយគេតាក់ទងទៅអានោះគេធ្វើកិច្ចការអញ្ចឹងបាទពេលហ្នឹងគឺទោះបីជាមិនបានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉េចក៏ប៉ុន្តែក៏យើងតាមដានសង្កេតកិច្ចការអស់ហ្នឹងហើយនៅខាងលើបាទនៅកម្ពុជាអត់ចេញទេប៉ុន្តែនៅខាងអង្គការសហជីវជាតិបានចេញសេចក្តីថ្លែងការណ៍ហ្នឹងបាទពេលហ្នឹងមានណាបាទមានខាងអ្នកនាំពាក្យលោកអគ្គហ្នឹងបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងចំនួនកម្ពុជានិងថៃដែរបាទក៏ប៉ុន្តែរឿងនេះគាត់ជាពិសេសលោកមុនថាបនហ្នឹងគាត់ដូចជាយឺតយ៉ាវបាទមិនដឹងជាដោយសារហេតុផលអ្វីឥឡូវហ្នឹងគាត់ទើបចេញបាទអញ្ចឹងបាទជាខ្ញុំនិយាយមិញហ្នឹងថា too little too late ណាបាទប៉ុន្តែយ៉ាងណាក៏ដោយគាត់បានចេញហ្នឹងក៏សូមអរគុណផងដែរហើយថ្ងៃក្រោយរហ័សរហួនជាងហ្នឹងតិចកុំយឺតយ៉ាវអញ្ចឹងពេកបើមិនអញ្ចឹងទេ credit របស់ UN ហ្នឹងកាន់តែប៉ះពាល់ទៅហើយពីព្រោះគឺមានការជជែកច្រើនអំពី UN reform ការធ្វើកំណែទម្រង់អង្គការសហជីវជាតិហ្នឹងគឺត្រូវតែធ្វើឲ្យកុំអូសកាឡាពេកយូរពេកអញ្ចឹងបាទនេះជាព័ត៌មានទី1ឆ្លើយតបជាមួយនៅប្រិមិត្តដែលតែចង់បានការពន្យល់របស់ខ្ញុំបន្ថែមគឺខ្ញុំអាចចូលរួមមតិប៉ុណ្ណឹងហើយការនិយាយរបស់ខ្ញុំហ្នឹងបើសិនជាសារព័ត៌មានណាឆ្លាតនៅស្រុកខ្មែរអាចយកដកសងសម្ដីខ្ញុំបានព្រោះខ្ញុំនិយាយក្នុងនាមជាអតីតបុគ្គលិកពេលដែលខ្ញុំសរសេរនៅផុស Facebook ណាបាទអាចថាអតីតបុគ្គលិករបស់អង្គការសហជីវជាតិមួយរូបបានសម្ដែងនៅការខកចិត្តដែលលោកមុនតបនបានចេញសេចក្តីថ្លែងការណ៍យឺតយ៉ាវពេលវេលាគួរតែចេញមុនហ្នឹងបាទអាចដកសងបានមកខ្ញុំឲ្យដកសងបានពីព្រោះបើគេ confirm ទៅខាង UN វិញថាលោកកំសែនពិតជាបុគ្គលិក UN មែនឬមិនមែនស្រួលទេពីព្រោះអ្នកចូលចំនួនខ្ញុំនឹងចេញចង់អស់ប៉ុន្តែអ្នកដែលនៅអាច confirm បានគឺមេខាងបុគ្គលិកហ្នឹងមកពួកម៉ាក់ខ្ញុំចូលថ្ងៃដំណើរគ្នាតែម្ដងគាត់នៅធ្វើដល់រាល់ថ្ងៃប្រធានខាងបុគ្គលិកបាទ HR manager បាទអញ្ចឹងបើចង់ឲ្យច្បាស់សួរទៅ UN សួរទៅគាត់ហ្នឹងទៅតែកំសែងធ្លាប់ធ្វើ UN អត់គាត់ឆ្លើយមកវិញហើយហ្នឹងហើយចូលថ្ងៃដំណើរគ្នាថ្ងៃជាមួយគ្នាតែម្ដងប៉ុន្តែគាត់ធ្វើដល់រាល់ថ្ងៃខ្ញុំចេញវិញហើយបាទនេះជាព័ត៌មានទី1ណាបាទព័ត៌មានទី2នេះគឺតកតងជាមួយនឹងសេចក្តីថ្លែងការណ៍របស់ខាងអាជ្ញាធរមានកម្ពុជាមានបានបង្ហាញនៅតាមបណ្ដាញសង្គមអស់ហើយអញ្ចឹងខ្ញុំមិនចូលលម្អិតបន្ថែមទេគឺដោយដែលខ្ញុំបានជម្រាបម្សិលមិញគឺខាងភាគីថៃបានចេញព័ត៌មានមួយបាទទៅដល់អ្នកសារព័ត៌មានដោយគាត់ថាដកស្រង់ពីការស៊ើបអង្កេតរបស់ AOT ខាងភាគីថៃ AOT ភាគីថៃថាមានដែលផ្ទុះនោះគឺជាមានថ្មីក៏ប៉ុន្តែ AOT គាត់មិនបាននិយាយថាអ្នកណាអ្នកដាក់ទេប៉ុន្តែថៃទេជាអ្នកចោទថាកម្ពុជាជាអ្នកដាក់ហើយបាននិយាយថាគាត់មានផុសតាងមានវីដេអូថតពីទូរស័ព្ទបាទដែលនិយាយពីមុនពីក្រោយហ្នឹងហាក់បង្ហាញនៅភាពខុសគ្នាពីនិយាយពីដំបូងគាត់និយាយហាក់ដូចជាបង្ហាញសូចនាករថាគឺរូបវីដេអូថតពី CCTV ប៉ុន្តែចុងក្រោយគាត់នៅប្រើវីដេអូតាមទូរស័ព្ទដដែលហើយនៅក្នុងពាក់ព័ន្ធរឿងហ្នឹងគឺទី1បាទខ្ញុំសង្ខេបជូនគឺទី1កម្ពុជាបដិសេធចំពោះការចេញផ្សាយរបស់ខាងភាគីថៃគឺប្រកែកតាមចង់ថាកម្ពុជាមិនបានដាក់មីនថ្មីទេណាចំណុចទី1ហើយចំណុចទី2គឺកម្ពុជាបានដាក់ការសង្ស័យចំពោះរូបភាពតាមទូរស័ព្ទដែលខាងភាគីថៃបង្ហាញដោយកម្ពុជាចាត់ទុកថាសម័យឥឡូវនេះគឺគេអាចកែប្រែកែកុនរូបភាពនឹងបានអញ្ចឹងដូច្នេះកម្ពុជាបានចោទសួរចំពោះភាពពិតនៃវីដេអូដែលថៃគាត់យកជាផុសតាងហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះគឺកម្ពុជាក៏បាននិយាយថាគួរតែយករូបភាពហ្នឹងមកផ្ទៀងផ្ទាត់និយាយជាមួយនឹងកម្ពុជាតាមរយៈ JBC អីជាដើមបាទមិនចេះវា GBC បាទ GBC គឺគណៈកម្មការព្រំដែនទូទៅបាទជាដើមហ្នឹងមិនយកមកពិភាក្សាដើម្បីសួរបានគ្នាប៉ុន្តែអត់ដែលឃើញមានការលើកឡើងពីភាគីថៃទេណាបើតាមសេចក្តីថ្លែងការណ៍របស់ខាងអាជ្ញាធរមានកម្ពុជាណា
បាទហើយចឹងបានដូច្នេះហើយគឺកម្ពុជាបានសម្ដែងនៅការសោកស្ដាយដែលខាងភាគីថៃបានបញ្ចេញជាឯកតោភាគីដូច្នេះហើយនៅចុងបញ្ចប់គឺកម្ពុជានៅតែបដិញ្ញាក្នុងការបន្តគោរពតាមអនុសញ្ញាស្ដីពីការហាមឃាត់មានប្រឆាំងមនុស្សនឹងគឺកម្ពុជានៅតែបញ្ជាក់ចំហមិនដាក់មានថ្មីបន្តទៀតនោះទេបាទនេះគឺជាសេចក្តីថ្លែងការណ៍ដែលមានជាភាសាខ្មែរនិងជាភាសាអង់គ្លេសផងដែរដែលខ្ញុំបានបង្ហោះនៅតាមបណ្ដាញសង្គម Facebook របស់ខ្ញុំដែរណាចឹងប្រិយមិត្តអាចចូលទៅអានផ្ទាល់ហើយបើសិនជាប្រិយមិត្តណាមិនបានមិនមានឱកាសអានបាទខ្ញុំសង្ខេបអំបញ្ញមិញនេះគឺក្តោបន័យទាំងអស់ហើយបាទចឹងនេះជាព័ត៌មានទី2ណារីឯព័ត៌មានទី3ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្ដាញសង្គមរបស់កម្ពុជាផងដែរដូចជាខ្ញុំមិនចូលលម្អិតទេខ្ញុំគ្រាន់តែបញ្ជាក់បន្ថែមគឺជាសាររបស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកបានបញ្ជាក់ឆ្លើយតបទៅនឹងការលើកឡើងការព្រួយបារម្ភនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅតាមបណ្ដាញសង្គមបាទនេះគឺជាការល្អសម្រាប់ខ្ញុំការសង្កេតរបស់ខ្ញុំគឺជាការល្អដែរដែលថ្នាក់ដឹកនាំប្រទេសគាត់យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលបានលើកឡើងតាមបណ្ដាញសង្គមបាទហើយមានចំណុចដែលគាត់បាននិយាយពន្យល់អំពីការដំណើរការនៃការវាស់វែងវាស់ស្ទង់ព្រំដែនហ្នឹងគឺដំណើរការតាំងពីឆ្នាំ2006ដោយដែលខ្ញុំធ្លាប់បានជម្រាបក្នុងពេលកន្លងមកអញ្ចឹងដូច្នេះខ្ញុំសូមមិនបញ្ជាក់បន្ថែមទៀតទេហើយមានការខិតខំប្រឹងប្រែងក្នុងការវាស់វែងហ្នឹងដោយឈរលើច្បាប់ដែលមានក្នុងពេលកន្លងមកកិច្ចព្រមព្រៀងក្នុងពេលកន្លងមកតាំងពីសម័យបារាំងសៀមនោះបាទមានប៉ុន្តែមានចំណុចមួយចំណុចទី3ដែលខ្ញុំសូមដកស្រង់មកអានជូនប្រិមិត្តពីពួកខ្ញុំចាប់អារម្មណ៍ទៅលើចំណុចហ្នឹងផងដែរណាបាទគឺចំណុចទី3គឺលោកហ៊ុនម៉ាណែតបានបញ្ជាក់ឆ្លើយនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទៅលើថាតើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺប្រាប់ថាបណ្ដោះអាសន្នទេណានឹងធ្វើឲ្យកម្ពុជាខាតដីឬចំណេញដីបាទពីព្រោះអីសូម្បីតែប្រិមិត្តនៅក្នុងបណ្ដាញសង្គម YouTube នេះក៏ធ្លាប់មានអ្នកចូលធ្វើ comment ដែរគាត់ព្រួយបារម្ភពីការខ្លាចបាត់បង់ទឹកដីរបស់គាត់ហ្នឹងបាទនេះគឺជាការព្រួយបារម្ភសម្រាប់ខ្ញុំយល់ថាជាការព្រួយបារម្ភត្រឹមត្រូវពីព្រោះក្នុងនាមជាប្រជាពលរដ្ឋម្នាក់គាត់អាចមានសិទ្ធិនៅក្នុងការសម្ដែងការព្រួយបារម្ភប៉ុណ្ណឹងគឺមិនអ្វីជាការខុសឆ្គងទេបាទជាម្ចាស់ប្រទេសគាត់មានសិទ្ធិណាអញ្ចឹងដូច្នេះនេះការឆ្លើយតបរបស់លោកហ៊ុនម៉ាណែតវិញខ្ញុំសូមអានអ្វីដែលគាត់បានសរសេរហ្នឹងគឺលោកបានសរសេរថាខ្ញុំបានឃើញណាមានការជជែកជាច្រើននៅតាមបណ្ដាញសង្គមអំពីការបាត់បង់ឬការទទួលបានដីបន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះអញ្ចឹងលោកហ៊ុនម៉ាណែតបានបញ្ជាក់ថាលោកសូមបញ្ជាក់ថាគោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេប៉ុន្តែគោលដៅចម្បងគឺដើម្បីកំណត់នៅការខណ្ឌសីមានៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់ជាងរវាងប្រទេសកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិបាទលោកនៅតែបញ្ជាក់ច្បាស់ណាគឺច្បាប់អន្តរជាតិហើយនឹងអ្វីដែលអាណាព្យាបាលបារាំងបានបន្សល់ទុកនេះជាជំហរដែលកម្ពុជាបញ្ជាក់ឲ្យម្ដងហើយម្ដងទៀតដែលមិនដែលងាករេពីចំណុចនឹងទេអញ្ចឹងដូច្នេះខ្ញុំក៏សូមឲ្យប្រិមិត្តបាទទទួលយកពិចារណាចំណុចកន្លែងហ្នឹងណាបាទគឺកម្ពុជានៅឈរលើគោលការណ៍នឹងដដែលទេហើយលោកហ៊ុនម៉ាណែតក៏បានបញ្ជាក់បន្ថែមទៀតថាកម្ពុជាប្រកាន់ខ្ជាប់នៅគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឲ្យមានការរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានោះដែរការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធីដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលអាចមានបញ្ហាអាចទទួលបានសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបាននៅការការពារដាច់ខាតនៅអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាលោកហ៊ុនម៉ាណែតបានបញ្ចប់ចំណុចនេះដោយសរសេរថាក្រោយពីការវាស់វែងបានបញ្ចប់ក្រុមការងារចម្រុះនៃប្រទេសទាំងពីរនឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្ដោះអាសន្ន
ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបានស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកបាទនេះគឺជាការបញ្ជាក់របស់ខាងមេដឹកនាំកម្ពុជាអញ្ចឹងខ្ញុំសូមដកស្រង់ចំណុចទី3ហ្នឹងដែលខ្ញុំឃើញដែរណាខ្ញុំឃើញមានការព្រួយបារម្ភច្រើនរបស់ប្រិយមិត្តមួយចំនួនអញ្ចឹងឥឡូវនេះគឺបានជូនឲ្យបានប្រិយមិត្តបានដឹងហើយណាបាទអញ្ចឹងចូលដល់ព័ត៌មានទី4បាទព័ត៌មានទី4នេះគឺជាការសន្ទនាតាមទូរស័ព្ទរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយនឹងលោក Xi Jinping ប្រធានាធិបតីនៃប្រទេសចិនកាលពីម្សិលមិញហើយមានតាក់ទងជាមួយនឹងបញ្ហាដែនកោះតៃវ៉ាន់ហើយនឹងបញ្ហាជប៉ុនផងដែរនេះគឺជាសេចក្តីថ្លែងការណ៍សេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times របស់សហរដ្ឋអាមេរិកហើយ New York Times ក៏បានបញ្ជាក់ថាមេដឹកនាំទាំងពីរគឺតបតាមការអញ្ជើញរបស់លោក Xi Jinping គឺអាចនឹងលោក Trump អញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិននៅខែមេសាខាងមុខនេះផងដែរបាទនេះគឺជាការសន្ទនាគ្នាមួយដែលបានធ្វើឡើងដែលបើតាមសារព័ត៌មានរបស់ខាង New York Times ថាមានបញ្ហាច្រើនណាស់ដែលបានមេដឹកនាំទាំងពីរបានពិភាក្សាគ្នាគឺមានទាំងបញ្ហាដែនកោះតៃវ៉ាន់បញ្ហាអ៊ុយក្រែនហើយនឹងការទទួលទិញសណ្ដែកសៀងរបស់សហរដ្ឋអាមេរិកនិយាយសង្ខេបគឺបញ្ហាពាណិជ្ជកម្មហើយអ្វីដែលសារព័ត៌មាន The New York Times ក៏សម្គាល់ក៏ថានេះគឺជារឿងមួយដែលមិនធម្មតាមួយដែរបើជាវិធានការមិនធម្មតាមួយដែលលោក Xi Jinping ជាអ្នកទូរស័ព្ទមកលោក Trump មុនតាមធម្មតាគឺខាងសហរដ្ឋអាមេរិកជាអ្នកលូកដៃទៅមុនបោះដៃទៅមុនដើម្បីធ្វើការសន្ទនាគ្នាប៉ុន្តែរឿងនេះគឺលោក Xi Jinping លោកអញ្ជើញទូរស័ព្ទមកមុនតែម្ដងដោយសារតែក្នុងរយៈពេលប្រហែលសប្តាហ៍នេះគឺមានភាពតានតឹងខ្លាំងឡើងរវាងប្រទេសចិនជាមួយនឹងប្រទេសជប៉ុនតាក់ទងជាមួយនឹងបញ្ហាដែនកោះតៃវ៉ាន់បាទហើយគឺទន្ទឹមនឹងនោះដែរគឺក៏មានស្របពេលដែលលោកប្រធានាធិបតី Donald Trump បានជំរុញឲ្យមានកិច្ចព្រមព្រៀងជប់បាញ់គ្នាមួយឬក៏កិច្ចព្រមព្រៀងសន្តិភាពមួយរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនដែលមានមន្ត្រីរបស់អ៊ុយក្រែនបានជួបប្រជុំជាមួយនឹងមន្ត្រីរបស់សហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវប្រទេសស្វីសផងដែរបាទអញ្ចឹងគឺមានការនិយាយបញ្ហាច្រើនហើយសារព័ត៌មាន New York Times ក៏បានរាយការណ៍ផងដែរថាដំណើរទស្សនកិច្ចនឹងនៅខែមេសាខាងមុខនេះគឺកើតឡើងក្រោយពីលោកស៊ីហើយនិងលោកប្រធានាធិបតីត្រាំបានជួបប្រជុំគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងបាទស្របជួបគ្នាផងដែរហើយបានមានការឯកភាពគ្នាគឺមិនធ្វើសង្គ្រាមពាណិជ្ជកម្មរយៈពេល1ឆ្នាំដោយផ្អាកការដំឡើងពន្ធគយឲ្យទុកពេលវេលាឲ្យមានការចរចាគ្នាបាទនេះគឺជារឿងមួយដែលបានវិវត្តឡើងរវាងប្រទេសចិនជាមួយនឹងសហរដ្ឋអាមេរិកហើយព័ត៌មានមួយទៀតហ្នឹងតកតងនឹងរឿងហ្នឹងដែរគឺតាមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនក៏បាននិយាយឲ្យដឹងថាអ្នកស្រីក៏បានសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក Trump ផងដែរនៅថ្ងៃម្សិលមិញហ្នឹងដោយអ្នកស្រីនាយករដ្ឋមន្ត្រីបានពិពណ៌នាការសន្ទនាគ្នានឹងថាស្ថិតនៅក្នុងបរិយាកាសមួយក្នុងនាមជាមិត្តភក្តិល្អខ្លាំងមែនទែនដោយអ្នកស្រីបានបញ្ជាក់ថាលោកប្រធានាធិបតីបានជម្រាបទៅនាយករដ្ឋមន្ត្រីរបស់ជប៉ុនថាអាចទូរស័ព្ទមកសហរដ្ឋអាមេរិកពេលណាក៏បានដែរបាទក្រោយពីមានការលើកឡើងពាក់ព័ន្ធជាមួយនឹងរឿងដែនកោះតៃវ៉ាន់នេះបាទអ្នកស្រីនាយករដ្ឋមន្ត្រីជប៉ុនគឺអ្នកស្រីសាណេតាកាអ៊ីជីបាននិយាយថាលោកប្រធានាធិបតី Donald Trump បានសន្ទនាគ្នាហ្នឹងគឺបាទអាចជាការបង្ហាញមួយបាទនៅការប្រស័យតាក់ទងបានយ៉ាងជិតស្និទ្ធរវាងប្រទេសជប៉ុនជាមួយនឹងសហរដ្ឋអាមេរិកបាទហើយអត្ថាធិប្បាយរបស់លោកស្រីក្នុងពេលកន្លងមកពាក់ព័ន្ធជាមួយនឹងដែនកោះតៃវ៉ាន់នោះបានបណ្ដាលឲ្យមានការខឹងសម្បារពីទីក្រុងប៉េកាំងរហូតដល់មានការហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួនមិនឲ្យទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនហើយមានការលុបជើងយន្តហោះហើយក៏មានការដែលអាចនឹងចិនដាក់វិធានការតឹងរឹងទៅលើរ៉ែកម្ររបស់ចិនដែលនាំមកប្រទេសជប៉ុនពីព្រោះជប៉ុនក៏ពឹងផ្អែកទៅលើ
រ៉ែកម្ររបស់ប្រទេសចិនដែរក្នុងការផលិតគ្រឿងអេឡិចត្រូនិកហើយនិងគ្រឿងរថយន្តជាច្រើនបាទអញ្ចឹងនេះគឺជាការវិវត្តមួយដែលបានដឹងរវាងសហរដ្ឋអាមេរិកចិនជប៉ុនហើយមានបញ្ហារឿងអ៊ុយក្រែនផងដែរហើយពាក់ព័ន្ធជាមួយនឹងរឿងអ៊ុយក្រែនបាទពាក់ព័ន្ធជាមួយនឹងរឿងអ៊ុយក្រែននេះគឺមានសេចក្តីរាយការណ៍ឲ្យដឹងថាខាងប្រទេសរុស្ស៊ីបានផ្លោងដាក់យ៉ាងខ្លាំងបន្ថែមទៀតហើយទៅលើទីក្រុងគៀវតែម្ដងរដ្ឋធានីទីក្រុងគៀវរបស់ប្រទេសអ៊ុយក្រែនដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏6នាក់ផងដែរហើយនឹងមានអ្នករបួសជាច្រើនអ្នកនេះបើតាមសេចក្តីរាយការណ៍របស់ខាង BBC និង Washington Post គឺការវាយប្រហារយ៉ាងខ្លាំងរបស់រុស្ស៊ីទៅលើទីក្រុងគៀវនឹងកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីមន្ត្រីរបស់សហរដ្ឋអាមេរិកហើយនិងមន្ត្រីរបស់អ៊ុយក្រែនបានជួបប្រជុំគ្នាហើយមានការឯកភាពគ្នាទៅលើចំណុចជាច្រើនដោយច្រានចោលផែនការដំបូងដែលរៀបចំឡើងដោយមន្ត្រីសហរដ្ឋអាមេរិកជាមួយនឹងមន្ត្រីរបស់រុស្ស៊ីហើយរុស្ស៊ីមកដល់ពេលនេះគឺមិនទាន់បានប្រកាសទទួលស្គាល់ទទួលយកថាកិច្ចព្រមព្រៀងហ្នឹងអាចនឹងទទួលយកបានឬយ៉ាងណានោះនៅឡើយទេសប្តាហ៍ស្វាគមន៍ដោយការបាញ់ដាក់ទីក្រុងគៀវតែម្ដងទន្ទឹមនឹងនោះដែរគឺខាងអ៊ុយក្រែនវិញក៏បានឲ្យដឹងដែរថាពួកអស់លោកកំពុងតែរៀបចំឲ្យមានជំនួបកម្ពុជារវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump ជាមួយនឹងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនគឺលោក Volodymyr Zelensky នៅសហរដ្ឋអាមេរិកបាទតាមពេលវេលាសមស្របណាមួយនៅខែវិច្ឆិកានេះឥឡូវនេះថ្ងៃទី25វិច្ឆិកាទៅហើយចឹងនៅសល់តែប្រហែលថ្ងៃទៀតហើយនៅសប្តាហ៍នេះថ្ងៃពហុគឺជាថ្ងៃ Thanksgiving ផងគឺនៅសហរដ្ឋអាមេរិក Thanksgiving ហ្នឹងគឺតាមធម្មតាថ្ងៃពហុសុក្រសៅរ៍អាទិត្យហ្នឹងគឺថ្ងៃសម្រាប់អីបាទអញ្ចឹងគឺបានន័យថាសល់ពេលតែប្រហែលថ្ងៃទៀតសល់តែអង្គារសល់តែថ្ងៃនេះថ្ងៃអង្គារដែរសល់តែថ្ងៃពុធទៀតទេបាទអញ្ចឹងគឺអាចសល់ពេលវេលាមិនអាចនឹងសម្រេចបានដែរណាបាទអញ្ចឹងគឺទោះបីជាយ៉ាងណាក៏ដោយក៏ខាងអ៊ុយក្រែនក៏ថាគាត់ខំប្រឹងប្រែងព្យាយាមដែរហើយខាងសេតវិមានគឺមិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេពាក់ព័ន្ធនឹងការដែលខាងរុស្ស៊ីខាងអ៊ុយក្រែនចង់ជួបប្រជុំនេះក៏ប៉ុន្តែសហរដ្ឋអាមេរិកបានបញ្ជាក់ថាមន្ត្រីរបស់សហរដ្ឋអាមេរិកគឺមានកំណត់ពេលនឹងជួបគ្នាជាមួយនឹងតំណាងរបស់រុស្ស៊ីដែរនៅក្នុងទីក្រុងអាប៊ូដាប៊ីបាទអញ្ចឹងនេះគឺជាការវិវត្តនៅក្នុងប្រទេសអ៊ុយក្រែនរីឯនៅលើសមរភូមិវិញគឺបាទស្ថានភាពនៅតែដុនដាបដដែលសម្រាប់ទីក្រុងពុកក្រៅហើយនឹងបាទមីនរ៉ាត់បាទចាក់ខ្ញុំនឹងជម្រាបជូនបន្ថែមទៀតបើសិនជាមានការវិវត្តអ្វីថ្មីនៅថ្ងៃស្អែកណាបាទឬក៏ល្ងាចនេះបើសិនបើមានការឆ្លើយតបពីសហរដ្ឋអាមេរិកយ៉ាងម៉េចបាទព័ត៌មានចុងក្រោយនេះគឺតាក់ទងជាមួយនឹងទឹកជំនន់បាទនៅក្នុងប្រទេសថៃឥឡូវនេះនៅខេត្តសង្ខ្លាគឺដែលនៅភាគខាងត្បូងប្រទេសថៃនោះគឺកំពុងតែជួបគ្រោះខ្លាំងមែនតើដោយខាងបាទដោយខាងរដ្ឋាភិបាលថៃបានប្រកាសដាក់ទីក្រុងសង្ខ្លាទាំងមូលនេះស្ថិតនៅក្នុងស្ថានភាពគ្រាមានអាសន្នដែលអាចអនុញ្ញាតឲ្យប្រើប្រាស់ធនធាននិងកម្លាំងសពបែបយ៉ាងទាំងអស់របស់រដ្ឋាភិបាលថ្នាក់ជាតិដើម្បីជួយសង្គ្រោះហើយបើតាមសេចក្តីរាយការណ៍របស់ខាងបានកកប៉ុស្តិ៍ឲ្យដឹងថាយ៉ាងហោចណាស់បាទមានមនុស្សចំនួន13នាក់បានស្លាប់បាត់បង់ជីវិតអាចនឹងច្រើនជាងហ្នឹងដោយសារប្រិមត្តអាចមើលឃើញកម្ពស់ទឹកចំនួននៃរូបភាពនេះគឺបង្ហាញនៅទឹកចំនួនលិចលើអាគារនេះដល់ដបូលអសសហ្នឹងគឺដបូលបាទដបូលអាគារហ្នឹងគឺខ្មៅសងខាងហ្នឹងគឺជាកបូលដបូលដូចក្បាច់នៅខាងលើហ្នឹងគឺដល់នឹងតែម្ដងទៅហើយបាទអញ្ចឹងគឺលិចបាទនេះទីក្រុងហាត់យ៉ៃបាទទីក្រុងហាត់យ៉ៃហ្នឹងតែម្ដងបាទទីក្រុងហាត់យ៉ៃហ្នឹងលិចដល់ថ្នាក់នោះហើយមិនត្រឹមតែលិចទេថែមទាំងបានរូបភាពមួយទៀតហ្នឹងគឺខ្មៅនៅខាងក្រោមហ្នឹងគឺទឹកលិចដល់ផុតជាន់ទី1ហើយស្រាប់តែមានអគ្គិភ័យទៀតអគ្គិភ័យកើតឡើងទៀតអញ្ចឹងគឺថៃគាត់ជួបគ្រោះមួយហើយគ្រោះមួយទៀតដែលកំពុងតែកើតមានឡើងហើយតាមសេចក្តីរាយការណ៍គឺការចរាចរណ៍ខាងអាកាសយានដ្ឋានរថយន្តហ្នឹងគឺផ្អាកដំណើរការជាច្រើនមកហើយមានមនុស្សប៉ះពាល់យ៉ាងច្រើនអញ្ចឹងបើយើងមើលតាមរូបភាពដែលបានសេចក្តីរាយការណ៍នានាហ្នឹងគឺ
បើសិនជានៅពេលដែលរឿងនេះផុតឡើងថៃមិនតិចជាងបាទខ្ទង់យ៉ាងហោចណាស់100,000 លានដុល្លារក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនិងការខូចខាតហើយមើលផ្ទះប្រជាពលរដ្ឋអស់នេះគឺទ្រព្យសម្បត្តិដែលគាត់សន្សំប្រមាណបើសិនជាមិនដាក់នៅធនាគារប្រហែលជាខ្ទីអស់ហើយបាទនឹងជានៅថៃគេមានធានារ៉ាប់រងដោយនៅសហរដ្ឋអាមេរិកអត់បាទនៅសហរដ្ឋអាមេរិកអាចនឹងក្រុមហ៊ុនធានារ៉ាប់រងជួយសងប៉ុន្តែបើអត់ទេគឺការសន្សំមួយជីវិតរបស់ពលរដ្ឋនៅតំបន់មួយចំនួនគឺអស់លីងតែម្ដងបាទខាត់អស់លីងបើសិនជាទឹកនឹងស្រកក្នុងរយៈពេល 2-3 ថ្ងៃមិនសូវអីបើសិនជាឡើងទៅដល់មួយអាទិត្យឡើងគឺប្រកាសជាបាទខូចខាតច្រើនណាស់ប៉ុន្តែបើមើលទំហំទឹកនេះប្រហែលជាមិនស្រកឆាប់ទេបាទឡើងរហូតដល់មើលរូបភាពខ្លះខ្ញុំឃើញលេខសាប់ដល់កម្ពស់ជាន់ទី2បាទស្មើនឹងជាន់ទី2អញ្ចឹងដូច្នេះប្រហែលជាខ្ទង់5ម៉ែត្រទៅហើយបាទច្រើនណាស់បាទអញ្ចឹងនេះគឺជាការវិវត្តនៅក្នុងប្រទេសថៃហើយការវិវត្តមួយទៀតខ្ញុំមិនបានបញ្ចូលរូបគឺខាងនាយកដ្ឋានខាងចំណូលរបស់ពុនកយណាបាទពុនដានាយកដ្ឋានខាងពុនដារបស់ថៃហ្នឹងឥឡូវនេះកំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងណាដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត់អតីតនាយករដ្ឋមន្ត្រីដែលជាពាក់ពន្ធរបស់រដ្ឋ17,000 លានបាតប្រហែលជាខ្ទង់500 លានដុល្លារណាគឺដើម្បីយកមកបង់ឲ្យរដ្ឋវិញឥឡូវនេះក្រុមអ្នកស៊ើបអង្កេតហ្នឹងគឺកំពុងតែតាមដានកន្លែងណាខ្លះជាកម្មសិទ្ធិរបស់លោកថាក់ស៊ីននឹងតាំងពីដីមានប្រាក់តម្កល់ធនាគារនិងភាគហ៊ុននៃជាដើមដើម្បីការពារកុំឲ្យលោកថាក់ស៊ីនក្រុមហ៊ុនស៊ីនខបហ្នឹងផ្ទេរទៅឲ្យឈ្មោះអ្នកណាផ្សេងហើយប្រកាសថាខ្លួនឯងអត់មានលុយក្នុងការសងបំណុលឬក៏ឲ្យខាងសារព័ត៌មានបានកកប៉ុស្តិ៍បានរាយការណ៍ថាអាជ្ញាធរបានព្រមានថាប្រសិនបើមិនបានបង់ពន្ធជូនរដ្ឋនោះទេបាទគឺសម្ភារៈទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះគឺនឹងយកដាក់លក់ដេញថ្លៃតែម្ដងដើម្បីសងបំណុលរដ្ឋបាទនេះគឺជារឿងនយោបាយនៅក្នុងប្រទេសថៃបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទនៅព្រឹកអញ្ចឹងខ្ញុំអត់ទទួលឆ្លើយសំណួរទេណាបាទចាំល្ងាចនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបើមានសំណួរអ្វីបាទសូមសរសេរខ្ញុំនឹងឆ្លើយជូនប្រិមិត្តទាំងអស់គ្នាបាទនៅពេលនេះសូមអរគុណប្រិមិត្តច្រើនដែលបានចូលមកតាមដាននិងទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំហើយដូចតែរាល់ដងអញ្ចឹងបើការចូលរួមមតិរបស់ខ្ញុំមានការប៉ះពាល់យ៉ាងម៉េចសូមអធិស្ឋានណាបាទសូមអធិស្ឋាននេះគ្រាន់តែជាការមួយចូលរួមចំណែកតូចមួយរបស់ខ្ញុំបាទប៉ុណ្ណោះបាទសូមអរគុណសូមជម្រាបលា